សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយដែលមានចំណងជើងថាកម្លាំងចិត្តនិស្សិតប្រាក់ខែ$150តើអ្នកទាំងអស់គ្នាធ្លាប់មានអារម្មណ៍ថាបើកទូរស័ព្ទមកឃើញមិត្តភ័ក្តិក្នុងវ័យសកលគ្នាដើរលេងពេញស្រុកគេប្រើរបស់ថ្លៃៗគេមានជីវិតហៃសូចំណែកយើងវិញអង្គុយក្នុងបន្ទប់ជួល4ម៉ែត្រ4ជ្រុងចាំអត់មើលថ្ងៃបើកប្រាក់ខែ$150ពេលខ្លះក៏ចង់បោះបង់គ្រប់យ៉ាងចោលដែរមើលតែគេមានគ្រប់យ៉ាងចំណែកយើងអង្គុយសួរខ្លួនឯងនៅក្នុងបន្ទប់4ម៉ែត្រ4ជ្រុងថាតើត្រូវប្រឹងដល់ពេលណាទៀតទើបអាចដកដង្ហើមស្រួលដូចគេបានឈប់សិនបើចង់បានជីវិតដូចគេតែយើងអត់មានខ្សែអត់មានខ្នងដូចគេតើមកអង្គុយតូចចិត្តបានប្រយោជន៍អីចាំទុកណាប្រាក់ខែ$150វាមិនមែនជាកន្លែងដែលយើងត្រូវនៅរហូតនោះទេវាគ្រាន់តែជាសមុទ្រឡានដែលយើងជិះសម្រាប់ទៅរកគោលដៅតែប៉ុណ្ណោះការដែលយើងចេញធ្វើការទាំងដែលមិនទាន់រៀនចប់វាមិនមែនមកពីយើងអស់នោះទេគឺមកពីយើងខ្លាំងជាងគេរស់នៅក្នុងពិភពភីងដែលមានអ្នកចាំជួយចំណែកយើងរស់នៅក្នុងពិភពពើប្រផេះដែលត្រូវរៀនដួលរៀនងើបនិងរៀនរឹងមាំទាំងដែលខ្លួនយើងកំពុងទន់ជ្រាយបញ្ហាវាចាក់ស្រេចរៀនផងធ្វើការផងពេលខ្លះរៀនមិនចង់ចូលខួរការងារក៏គេស្ដីឲ្យអារម្មណ៍ដែលថាលេងចង់តស៊ូវាមកច្បាច់កយើងសឹងតែដកដង្ហើមមិនរួចតែត្រូវចាំពាក្យមួយឃ្លានេះទុកបើសម្រាប់អ្នកគ្រាន់តែខាតពេលតែបើបោះបង់អ្នកនឹងខាតអស់មួយជីវិតកុំខ្មាស់គេដែលត្រូវធ្វើការហត់នឿយត្រូវខ្មាស់ខ្លួនឯងវិញបើដឹងថាជីវិតកំពុងនៅចំណុច0ហើយនៅតែចង់ហក់លោតចាយវាយតាមគេដើម្បីទៅអួតនៅលើ social media $150វាមិនមែនជាតម្លៃនៃជីវិតអ្នកទេតែវាគឺជាសាក្សីនៃភាពមិនចោះចាញ់របស់អ្នកកុំឲ្យលេខរៀងនៃប្រាក់ខែមកកំណត់តម្លៃខួរក្បាលរបស់អ្នកឲ្យសោះព្រោះអ្នកដែលចេះរស់ក្នុងភាពលំបាកថ្ងៃនេះគឺជាអ្នកដែលចេះគ្រប់គ្រងភាពជោគជ័យដ៏អស្ចារ្យនៅថ្ងៃខាងមុខតើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះវីដេអូនេះខមមិនបញ្ចេញមតិខាងក្រោម